Từ test này chúng có số chấm nôn 4 xã cả khía rệp trong vết tiết cá chiết chỉ được tìm mũi đảm bay chung rinh phật sắp cam test chóng nâng vật thổ ẩn sao vĩ khmai nước khách xiêm riệp ក្រសួងទេសចរណ៍សហកម្មនិងក្រសួងពាណិជ្ជកម្មក្រសួងវប្បធម៌ក្រសួងឧស្សាហកម្មនៅថ្ងៃទី 30 ខែកក្កដាឆ្នាំ 2026 បានបើកវេទិកាជាតិលើកទី 1 ដើម្បីជំរុញផលិតផលសិប្បកម្មទេសចរណ៍និងវត្ថុអនុស្សាវរីយ៍ខ្មែរនៅខេត្តសៀមរាបដើម្បីប្រមូលផ្ដុំចំណេះដឹងបទពិសោធន៍និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងការដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រថ្មីៗជំរុញការអភិវឌ្ឍផលិតផលសិប្បកម្មខ្មែរឲ្យមានគុណភាពខ្ពស់មានភាពច្នៃប្រឌិតរក្សាបាននូវអត្តសញ្ញាណនិងមានសមត្ថភាពប្រកួតប្រជែងទាំងនៅលើទីផ្សារជាតិនិងអន្តរជាតិឯកឧត្តមប្រាក់សុភ័ណ្ឌអភិបាលខេត្តសៀមរាបបានមានប្រសាសន៍ថាសិប្បកម្មខ្មែរគឺជាផ្នែកមួយនៃប្រដឹងជាតិដែលមានរឿងរ៉ាវប្រវត្តិសាស្ត្រចំណេះដឹងបុរាណភាពច្នៃប្រឌិតនិងមានអត្តសញ្ញាណរបស់ជនជាតិខ្មែរដែលបានបន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈវត្ថុអនុស្សាវរីយ៍ដែលភ្ញៀវទេសចរបានយកត្រឡប់ទៅប្រទេសរបស់ពួកគេមិនមែនគ្រាន់តែជាវត្ថុដែលមានតម្លៃសេដ្ឋកិច្ចនោះទេប៉ុន្តែជាអ្នកនាំសារដែលនាំយករូបភាពអារម្មណ៍និងការចងចាំពីកម្ពុជាទៅកាន់ពិភពលោកហើយការអភិវឌ្ឍផលិតផលសិប្បកម្មទេសចរគឺជាការវិនិយោគលើអនាគតនៃវប្បធម៌សេដ្ឋកិច្ចមូលដ្ឋាននិងជីវភាពប្រជាពលរដ្ឋផងដែរឯកឧត្តមហ៊ុនហាំងរដ្ឋមន្ត្រីក្រសួងទេសចរបានមានប្រសាសន៍ថាវិស័យទេសចរគឺជាសសរស្តម្ភសេដ្ឋកិច្ចដ៏រឹងមាំមួយរបស់កម្ពុជាដែលមិនត្រឹមតែនាំមកនូវចំណូលប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានបង្ហាញពីអត្តសញ្ញាណជាតិទៅកាន់សកលលោកទៀតផងក្នុងបរិបទនៃទេសចរទំនើបភ្ញៀវទេសចរមិនចង់បានត្រឹមតែការមើលឃើញនឹងភ្នែកនោះទេតែពួកគេចង់ទទួលបាននូវបទពិសោធន៍និងការចងចាំដែលពួកគេអាចប៉ះពាល់ដោយផ្ទាល់បាននិងអាចយកត្រឡប់ទៅផ្ទះវិញបានហើយនេះគឺជាចំណុចយុទ្ធសាស្ត្រដែលផលិតផលសិប្បកម្មទេសចរនិងវត្ថុអនុស្សាវរីយ៍ខ្មែរត្រូវបានដើរតួនាទីបំពេញបន្ថែមប្រកបដោយសក្តានុពលខ្ពស់នៅក្នុងឱកាសនោះឯកឧត្តមហែមបណ្ឌិតរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍បានមានប្រសាសន៍ដែលថាការលើកកម្ពស់ស្តង់ដារនិងគុណភាពគឺត្រូវបានបង្កើនសមត្ថភាពផលិតផលតាមរយៈការអនុវត្តស្តង់ដារជាតិនិងការធានាបាននូវសុវត្ថិភាពភាពធន់និងសោភ័ណភាពនៃផលិតផលជាមួយគ្នានេះលោកជំទាវចំនិមលរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានថ្លែងដែលថាការរៀបចំទីផ្សារនិងការតភ្ជាប់ខ្សែសង្វាក់តម្លៃគឺយើងត្រូវជំរុញការយកផលិតផលសិប្បកម្មខ្មែរទៅដាក់លក់នៅតាមសណ្ឋាគារភោជនីយដ្ឋានរមណីយដ្ឋាននិងផ្សារទំនើបព្រមទាំងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ